បាទសូមគោរពនឹងជម្រាបសួរបងប្អូនប្រិយមិត្តរៀនភាសាអង់គ្លេសទាំងអស់ថ្ងៃនេះគឺយើងបន្តមេរៀនយើងទាក់ទងនឹង the 5 academic vocabulary words ចង់ដឹងថាតើថ្ងៃនេះគឺខ្ញុំលើកយកពាក្យអ្វីខ្លះហើយពាក្យនីមួយៗមានន័យថាម៉េចហើយនឹងឧទាហរណ៍ភ្ជាប់មកជាមួយនឹងគឺយើងយកឧទាហរណ៍អ្វីខ្លះតោះអញ្ចឹងមកតាមដានទាំងអស់គ្នាពាក្យទី1គឺពាក្យ expose ជា verb definition to make public something bad or dishonest មានន័យថាគឺជាការបង្ហាញជាសាធារណៈប៉ុន្តែពាក្យនេះគឺគេប្រើសម្រាប់ក្នុងន័យអវិជ្ជមានបាទឧទាហរណ៍ example the review exposed widespread corruption in the police force មានន័យថាបើតាមការមើលឯកសារស្រាវជ្រាវហ្នឹងគឺថាបានបង្ហាញអំពីការអំពើពុករលួយជាលក្ខណៈជាបណ្ដាញនៅក្នុងជួរកងទ័ពឬក៏ជួរប៉ូលីសបាទសំទោស police គឺនគរបាលបាទមិនមែនកងទ័ពទេបាទសំទោសឧទាហរណ៍ទី2 The newspaper story exposed him as show that he was a liar មានន័យថាបើតាមសាច់រឿងក្នុងកាសែតហ្នឹងគឺបានបង្ហាញថាគាត់គឺជាជនបោកប្រាស់បាទ liar គឺអ្នកបោកប្រាស់បាទពាក្យបន្ទាប់មកទៀតគឺពាក្យ notion ជា noun definition belief or idea គឺជាការជឿជំនឿឬក៏គំនិតឬក៏ទស្សនៈទានឬក៏ការគិតមកតែយបផ្ទាល់ខ្លួនណាបាទ example the program makers rejects the notion that seeing violence on television has a harmful effects on children បាទគឺមានន័យថាអ្នកបង្កើតកម្មវិធីទូរទស្សន៍ហ្នឹងបានបដិសេធដែលថាការគិតដែលថាការឃើញវីដេអូឬក៏ខ្សែអាត់សម្លេងឬក៏ឯកសារជាលក្ខណៈឃើញនៅក្នុងទូរទស្សន៍ហ្នឹងជាប្រភេទឯកសារដែលថាមានលក្ខណៈហិង្សាណានៅក្នុងទូរទស្សន៍ហ្នឹងគឺមានផលប៉ះពាល់ខ្លាំងទៅលើកូនក្មេងបាទឧទាហរណ៍ថាដូចជាយើងមើលរឿងតុក្កតាអញ្ចឹងបើសិនជាតុក្កតាហ្នឹងជាលក្ខណៈជាកាប់សម្លាប់វាយគ្នាដូច្នេះតែកាលណាក្មេងហ្នឹងគាត់មើលវីដេអូហ្នឹងទៅគឺគាត់ត្រាប់តាមវីដេអូហ្នឹងហើយដូច្នេះបានប៉ុន្តែអ្នកផលិតកម្មវិធីហ្នឹងគាត់បដិសេធថាអំពើហិង្សានៅក្នុងអ្វីដែលគាត់ឃើញក្នុងទូរទស្សន៍ហ្នឹងគឺវាមិនមានប៉ះពាល់ដល់ជាកូនក្មេងទេបាទឧទាហរណ៍ទី2 I have only a vague notions of what she does for a living មានន័យថាខ្ញុំមានគំនិតមិនច្បាស់ទេដែលថាគាត់ហ្នឹងឬក៏នាងហ្នឹងគឺធ្វើការងារអីសម្រាប់ការរស់នៅបាទអញ្ចឹងមានថាគាត់អត់ដឹងច្បាស់ទេថាគាត់នឹងធ្វើការអីគេរាល់ថ្ងៃណាបាទពាក្យបន្ទាប់មកទៀតហ្នឹងគឺពាក្យ precise ជា adjective ជាគុណនាម definition exact and accurate មានន័យថាប្រកបឬក៏ច្បាស់ឬក៏ត្រឹមត្រូវ example he catch me at the precise moment that I fainted មានន័យថាគាត់នឹងគឺចាប់បានខ្ញុំខណៈដែលខ្ញុំនឹងកំពុងតែសន្លប់ឬក៏គាត់នឹងចាប់បានខ្ញុំប្រកាសណាស់ថាក្នុងខណៈពេលដែលខ្ញុំហ្នឹងគឺសន្លប់បាទឧទាហរណ៍ទី2 There was a good turnout for the meeting 12 of us to be precise បាទអញ្ចឹងមានថាពាក្យ precise កន្លែងហ្នឹងគឺភ្ជាប់ជាមួយនឹងពាក្យ meeting យើងបកប្រែថាគឺមានចំនួនអ្នកចូលរួមមួយដ៏ល្អប្រសើរក្នុងនោះ12អ្នកក្នុងចំណោមហ្នឹងគឺប្រកាសណាស់ថានឹងចូលរួមការប្រជុំបាទ12 of us to be precise បាទពាក្យបន្ទាប់មកទៀតគឺពាក្យ aggregate adjective definition total មានន័យថាគឺសរុបបាទ example the Seven company have an aggregate turnover of 5.2 million US dollar មានន័យថាក្រុមហ៊ុនទាំង7ហ្នឹងគឺមានចំណូលសរុបរហូតដល់ 5.2 លានដុល្លារសហរដ្ឋអាមេរិកបាទពាក្យបន្តមកទៀតគឺពាក្យ exceed ជា verb definition to be greater than a number or amount or to go past an allow limit មានន័យថាចំណុចដែលលើសឬក៏ចំនួនដែលលើសបាទ example the final cost should not exceed 5,000 US បាទ
The final cost should not exceed 5,000 US ដុល្លារបាទមានន័យថាតម្លៃឯកភាពគ្នាចុងក្រោយក្នុងការទិញលក់ហ្នឹងគឺវាមិនលើសពី $5,000 បាទឧទាហរណ៍ទី2 She was found guilty on 3 charges of exceeding the speed limit មានន័យថានាងហ្នឹងគឺត្រូវបានរកឃើញទោសបាទពីបទបើកបរហួសរំលកំណត់បាទហើយដែលថាទោសបើកបរហួសរំលកំណត់ហ្នឹងគឺរកឃើញដល់3ដងបាទគឺ 3 charge of exceeding the speed limit បាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះហើយដូច្នេះសូមជួយ subscribe like និង share ដើម្បីទទួលបានវីដេអូថ្មីៗផងហើយសូមខន្តីអធិស្ឋានក្នុងករណីក្នុងការធ្វើវីដេអូនេះករណីមានបញ្ហាក្នុងការបញ្យល់ឬក៏បកប្រែខុសជាដើមបាទសូមអរគុណ Thank you